រៀងខ្ញុំផលិតទឹកអប់បន្សុទ្ធស្នេហ៍សម្ដេចផ្ដាច់ការភាគ7មានរឿងអ្វីនឹងសម្ដេចយើងសួរថាមានរឿងស្អីគឺពួកយើងកំពុងណាត់ជួបគ្នាណាត់ជួបឯងច្បាស់ជាលប់សតិហើយសម្ដេចនិយាយជាមួយអាប៉ែនោះប៉ុន្តែភ្នែកចេះតែលួចដៀងទៅមើលអេរៀលទំនងជាបារម្ភថាតើនាងនឹងមានការឈឺចាប់អ្វីឬអត់សម្ដេចក្រវាស់ដៃអាប្រុញនោះចេញហើយក៏សម្ដេចទង្វើអ្វីនឹង Lady Ariel ចង់ឲ្យខ្ញុំចាត់ការម្នាក់នេះបែបណាដែរគិតយ៉ាងម៉េចដែរបើខ្ញុំកាត់ដៃរបស់គេចោលវិញពូដាវនឹងទុកវិញសិនទៅអីសម្ដេចសូមមេត្តាលើកលែងទោសផងអធិស្ឋានអត់មានទោសបីលើកឲ្យមនុស្សដូចលោកឯងទេទោះបីតួស្រីមិនរករឿងក៏ត្រូវជាប់ទ្រង់ដែរតែមុននឹងចូលទ្រង់ស៊ីរន្ទះជើងរបស់តួឯកប្រុសមួយសិនទៅសូមសួរបន្តិចបានទេតើនាងមកធ្វើអ្វីនៅទីនេះនាងខ្ញុំក៏ចង់សួរសម្ដេចដូចនេះដែរយើងមកពិភាក្សាគ្នារឿងជំនួញគឺដោយសារតែដៃគូរបស់យើងស្នើសុំឲ្យយើងពិភាក្សាគ្នានៅកន្លែងសាធារណៈប្រហែលជាពួកគេខ្លាចយើងសម្លាប់ចោលនៅពេលដែលចរចាមិនត្រូវគ្នាក៏មិនដឹងឮវាចាឲ្យគៀងទាំងអេដមីនគៀងទាំងតួស្រីសម្ដេចក៏បន្តសួរទៀតថាហេតុអីបានជាអេរៀលមកជួបគូណាត់អីឡប់អញ្ចឹងកញ្ញាអេរៀលក៏ប្រាប់ទៅថាគាត់មកតាមប៉ាគាត់ទេបើគាត់ដឹងថាប៉ែនឹងបែកងាងអញ្ចឹងក៏គាត់អត់មកដែរគាត់ក៏បានអរគុណដែរដែលសម្ដេចបានជួយគាត់មុននឹងអស់ពីជួយគេឥឡូវចាប់ផ្ដើមរករឿងគេម្ដងគាត់និយាយថាវាមើលទៅមិនសមដែលអេរៀលទៅតែបែកគ្នាជាមួយគាត់តែបែរជាមកណាត់ជួបប្រុសថ្មីទាំងមិនទាន់បានមួយអាទិត្យស្រួលបួលផងហើយគ្នាណោះលងធ្វើមុខលេលើអត់ដឹងខ្យល់អីសម្ដេចអត់ដឹងប៉ុន្តែគ្នាយើងដឹងហើយថាអេរៀលគាត់មកនឹងមិនមែនចង់បានប្តីអីទេដោយសារតែឪគាត់សុកលុយទេបានគាត់មកសម្ដេចមានន័យថានាងខ្ញុំគួរតែគិតគូរពីគេឈ្មោះរបស់សម្ដេចនៅក្នុងកលៈទេសៈនេះជាមុនហើយច្រានចោលរាល់ការណាត់ជួបមនុស្សប្រុសនេះពេលនេះទៅពេលក្រោយមែនទេទោះបីជាការសម្ដែងក៏ដោយតែពួកយើងគឺជាគូស្នេហ៍ដែលស័ក្តិសមសម្រាប់ភ្នែកមហាជនសមមែនតាម្នាក់ខាងប្រុសសង្ហាកាចសាហាវព្រៃផ្សៃឯខាងស្រីល្បិច120ចម្ពោះស្រស់ស្អាតកំណាច់ខូខើមិនឲ្យចាញ់គ្នាទេយោងទៅតាមភាពល្បីល្បាញរបស់សម្ដេចស៊ីត្រិចពួកគេនឹងនិយាយដើមយើងគ្រប់ទីកន្លែងមិនខានបើគេឃើញខ្ញុំនៅជាមួយបរិសុទ្ធដតីអញ្ចឹងតាបានជាគេមិនសប្បាយចិត្តនៅក្នុងកលៈទេសៈនេះសុំទោសផងសម្ដេចនេះគឺជាកំហុសរបស់នាងខ្ញុំមុននឹងបែកគ្នាសម្ដេចក៏បានសួរបន្តិចទៅថាអេរៀលមានគំនិតបែបនឹងតាំងពីដើមមកមែនគំនិតដែលចង់បានគាត់ធ្វើសង្សារហើយតែបែរជាទៅរៀបការជាមួយនឹងអ្នកផ្សេងអេរៀលក៏តបដោយស្មោះត្រង់ថាការពិតទៅនាងមិនបានចង់រៀបការអីទេហើយនាងក៏ដឹងខ្លួនដែរថានាងគ្មានថ្ងៃបានធ្វើជាប្រពន្ធរបស់សម្ដេចឡើយដូចនេះហើយទើបនាងសុំសម្ដេចបែកគ្នាតែម្ដងទេអញ្ចឹងនាងនៅតែចង់បែកគ្នាឲ្យដាច់ស្រេចមែនទេចាគឺបែបនោះហើយបន្ទាប់ពីសម្រួលគ្នារួចរាល់ហើយអ្នកទាំងពីរក៏បំបែកគ្នាទៅដើរទៅហើយសម្ដេចក៏ឆ្លៀតងាកមកឲ្យ feedback រឿងទឹកអប់របស់អេរៀលគាត់និយាយថាទឹកអប់របស់នាងពិតជាមានប្រយោជន៍ណាស់កូនចៅរបស់គាត់ដែលបានប្រើប្រាស់ហើយគឺមានកម្លាំងធ្វើការ full time តែម្ដងអ្នកនាងអេរៀលឮប៉ុណ្ណេះនាងក៏រៀងសប្បាយចិត្តហើយញញឹមយ៉ាងស្រស់នាងចង់សួររឿងទឹកអាប់អេនិកសៀបន្តិចដែរប៉ុន្តែសួរស្រួលមិនស្រួលគេថាឯងតិទៀងចំណាប់អារម្មណ៍ទៀតមិនបាច់ក៏បានសម្បត្តិមកពីភូមិគ្រឹះលោកអុកញ៉ាអេរៀល Winston ហើយមិនដឹងជាស្អីទៀតហើយខ្ញុំមនុស្សស្រីអីបញ្ជូនគូណាត់ឲ្យចូលដេកគុកបែបហ្នឹង